Mưa tới sâu hạt ấy chăm nóng phá cho ban phơi ra chứ muốn mưa tới sọc sợi việc lõ sọc còn ta sầm khánh vi lên đùm lại hay là mối hạt ti côn ấy đang việc cho tầm chọc ti đập pi phong hay bảo sân chia sợi việc lụa bàn thọc ấy tới dương bàn lười nè oi côn dương tây to được មកតាមហាងគេចាបច្ចុប្បន្នខ្ញុំឲ្យបានតែ1គីឡូ750នៅក្នុង1គីឡូហ្នឹង thau mấy kia sẽ sai chân tới co phụ chia cả co dương có một kho bàn lụa bàn thay ra kia với cái oi bàn មើលស្រូវខ្ញុំឆ្នាំហ្នឹងវាជាផ្លែច្រើនដល់ហើយសង្ឃឹមថាការខិតខំប្រឹងប្រែងរបស់ខ្ញុំកន្លងមកហ្នឹងទទួលបានផលច្រើនចុះផាតអើយកំពុងធ្វើអីហ្នឹង វាកំពុងមើលស្រូវនិយាយចឹងតាណាមកណាដែរហ្នឹង នេះផាតទៅមកពីស្រែហត់ចង់ហូបតែគប់អីសិនទៅ អរគុណច្រើនសុក ផាតអើយមកយាយស្រូវឆាំហ្នឹងល្អតែ អត់អីសុកមើលទៅឆ្នាំនេះអាចប្រមូលផលបានច្រើនឃើញវាផ្លែបានល្អច្រើនហ្នឹងហើយសុកអើយមើលដូចជាក្តៅដល់ហើយនេះតោះទៅរងកន្លែងអង្គុយនិយាយគ្នាលេងតិចទេ គេគិតចឹងដែរហើយទៅលេងនេះសិនណា ទៅដល់ហើយ មិនខៅដល់នេះមើលទៅស្រូវផាតអីឆាំហ្នឹងផាជាបានផលច្រើនជាងមុនមើលទៅ សុកឲ្យសុកស្រូវវាល្អសុកប៉ុន្តែសំខាន់វាលើតម្លៃហើយណាមួយផាទីកូនអីហ្នឹងវាចិត្តទៅចាប់ទី12ផងហើយបើសិនជាស្រូវវាលក់បានថោកអីទៅយើងបានលុយណាឲ្យកូនយើងទៅរៀនតនៅភ្នំពេញចុះសុកឯងវិញ ដូចតែគ្នាហ្នឹងផាតអើយថ្លៃជាពាក់ថ្លៃជីគេផងលេពោគេផងបើស្រូវអត់បានថ្លៃទេមិនដឹងមានលុយណាសងគេទេ ឯងក៏គិតថានៅពេលដែលលក់ហ្នឹងវាបានតម្លៃថ្លៃដែរឥឡូវដូចជាថ្ងៃរៀងជ្រះសុកឯងគិតថារលាទៅផ្ទះទៅរកបាយទឹកណាថ្ងៃនេះ ជួបគ្នាថ្ងៃក្រោយចឹងតា Tí ơi tí nè cái bắt na cái bắt đấy nè បាទពុកថាខ្ញុំមានការអីមែន បាទពុកមិនច្បាស់ថាខ្ញុំមានការដែរហើយត្រូវយើងមិនដែរពុកល្អ sợi dưỡng viên o thì vậy chắc ngày muốn ai miền trường ấy xong prap bộ អូថ្ងៃមុនហ្នឹងខ្ញុំចង់ប្រាប់វាយថាឆ្លាញ់ខ្ញុំជិតដល់ថ្ងៃទទួលពាក្យអីហើយខ្ញុំអាចចូលរៀនឆ្នាំហ្នឹងបានហើយពុក riêng riêng nó nhiều ấy tề và tay chấm mơ sợi thì cho cắt thôi cái lụ tay bằng phái tục nâng xong lôi nó các bạn cho riêng ấy không thể riêng từ riêng lôi chắc các bạn lại tầm này bác cũng rồi mơ tay không phải học tập từ ngày này cũng có miền ca trên 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 thằng cao đây Thì xuống đi à? Tiếp đi. នឹងឲ្យថាត្រូវនឹងមិនដឹងថាឯងហៅមកមើលមានចំនួនប្រហែលហិកតាហ៎ Hìa, rồi bọn dùm nó đọc xài vì mà hạt chân hìa តែឥឡូវខ្ញុំសូមមើលក្របស្រូវ ba hìa chân nữa ទៅនឹងជំនិតត្រូវអីដែរផាត់ bát hìa cục phê trời nó chỉ cục phê trời xá là hìa hay ở chia cục phê trời đẹp tọt màu mày đã hìa ទៅតាមហាងឆេងចាបច្ចុប្បន្នខ្ញុំឲ្យបានតែ1គីឡូ750នៅក្នុង1គីឡូហ្នឹង không đó hìa để xa chân năm tới co phụ để chia cả co dương có một kho ban lúc ban thay ra hìa để có oi ban thọc chẳng nữa nếuផាត់ឯងដឹងហើយទីផ្សារបច្ចុប្បន្នមិនមែនខ្ញុំចាក់ពោខ្វាយគ្នាឯងទេប៉ុន្តែឈ្មោះ
តែខ្ញុំត្រូវយកទៅលក់ឲ្យបន្តគេឲ្យមកតម្លៃគូដែរអញ្ចឹងបាទ ចូលឲ្យខ្ញុំធ្វើមិនទៅបើខ្ញុំលក់ត្រូវបានថោកអញ្ចឹងតែខ្ញុំបានលុយណាឲ្យថ្លៃជីថ្លៃជួខ្ញុំថ្លៃចំណាយផ្សេងៗទៅជាបើខ្ញុំលក់បានថោកយ៉ាងហ្នឹង ព្រោះរឿងហ្នឹងវាពិបាកដែរបាទព្រោះអីយើងសុទ្ធតែជាអ្នកហូបរបរត្រូវឆ្លៃអញ្ចឹងយើងត្រូវតែមានការជំរុញទៅគ្នាបន្តិចបន្តួចអញ្ចឹងហើយ អត់អីវាអញ្ចឹងដល់ថ្ងៃដែលវាទុំមែនតើគេអាចឲ្យកូនចៅវាមកច្រូតកាត់ឲ្យគេអាចបបោផលយកទៅបាននេះ ហើយទាំងចាំពេលបើតាមទៅនេះប្រហែលជាលំបាកពីអតីតទៀតវាអាចនឹងទុំស្រុកគ្នាតែម្ដងបាទដល់ពេលអញ្ចឹងខ្ញុំចាំឲ្យបុគ្គលិកកម្មកររបស់ខ្ញុំមកធ្វើការប្រមូលផលម្ដង បាទវាបាទអរគុណច្រើននេះអរគុណ បាទហើយ វាសួងផាតនៅផ្ទះអត់បង អូមីកាយបងត្រាបងពីសួរ បាទជំរាបសួរបង ទេគុំលេងសិនមក ហ្នឹងហើយបងមិនអីបងឥឡូវសឹកទុកមិនដែរ អូនហើយអីទេជប់ទុកធម្មតាតើបងអញ្ចឹងបងមកផ្ទះបងមានការអីមែន ហ្នឹងហើយបងខ្ញុំសូមនិយាយចាត់ការហ្មងទៅណាដោយសារឃើញបងប្រមូលស្រូវហើយបងហើយមិនដែរយើងថ្លៃជីបងអាចទូគាត់ឲ្យខ្ញុំពេលណាដែរបង គឺបងហើយគឺបងតែចាស់ត្រូវយើងលក់បានថោកណាស់ហើយបងผมលក់ស្គរតែត្រូវទៅពេញទៅបងអាចទៅជាពេលឲ្យបងទី3សប្តាហ៍ទៀតបានបង អើយបងអើយខ្ញុំក៏មិនចង់មកទៀតដែរបងតែធ្វើមិនលុយខ្ញុំត្រូវមកវិលចង់ឡើងបង ហើយទុកពេលឲ្យបងទី3សប្តាហ៍ហ្នឹងចាំបងនឹងសន្យាថានឹងសន្សំលុយឲ្យបានដល់ពេលនឹងសងបងហើយគិតមិនចាស់ ហ្នឹងហើយបងតែយ៉ាងម៉េចក៏ត្រូវតែសងលុយខ្ញុំឲ្យគ្រប់តាមទុកចង់ណាបង អរគុណបងដែរដែលទុកពេលឲ្យបងនិយាយសំលុយដើម្បីឲ្យបងសងបង បាទបងអីបងខ្ញុំសូមនិយាយទៅបង បាទបាទអរគុណច្រើនបាទបងច្រើនបង បើខ្ញុំបានស្ដាប់លើទឹកនិយាយជាមួយគាត់រឿងហើយអស់ហើយហើយខ្ញុំបានគិតច្បាស់ហើយថាឆ្នាំហ្នឹងខ្ញុំមកទៅរៀន អត់អីទេកូនទោះលំបាកប៉ុណ្ណាក៏ដោយក៏ពុកត្រូវតែខំប្រឹងដើម្បីកូនដែរព្រោះពុកមិនចង់ឲ្យកូនលំបាកដូចជាពុកទេ តែពួកយើងគ្មានលុយទេទុក ណៃទេពុកចិត្តលើពុកចោះរឿងរៀនដូចពុកប្រាប់ឯងចឹងខំប្រឹងរៀនទៅព្រោះនឹងរកផ្លូវនេះដោះស្រាយដល់ខ្លួនឯង ពេលថោកដូចដីសម្ភារៈថ្លៃដូចមាសពេលបានផលគេបង្អាប់ពេលខូចខាតយើងអ្នករ៉ាប់រងតែម្នាក់ឯងតើមានទេយុទ្ធធម៌សម្រាប់កសិករដូចជាខ្ញុំញើយើងស្រក់លើដីដើម្បីឲ្យគេហូបឆ្អែតប៉ុន្តែយើងបែរជាគ្មានសល់អ្វីសូម្បីតែលុយឲ្យកូនរៀនបន្តវាសនាកសិករគឺរស់ក្នុងបំណុលស្លាប់ក្នុងបំណុល តើពេលណាទៅពន្លឺថ្ងៃនឹងរះនៅលើវាលស្រែយើងពិតប្រាកដ តាមកំណើតអង្គមានស្រែមានស្រូវព្រោះកសិករតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេកព្រោះទូរ៉េឡើងភ្នែកសមួយបេ50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លះពេលហូបបាយដូចមិនប្រយ័ត្នថយខ្សែធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិនในសែនសណអ្នកខ្លះរស់ទាំងតដោដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលចងចំនៅខ្លៃតែវាអាចហោះបានយូរអង្វែងធ្វើស្រែមិនស្រួលចង់